បាទសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមករៀនពី Megatic ទាំងអស់គ្នាចឹងតើតើនៅ Megatic បាទ Megatic វាមានទាំង hardware ទាំង software វាជាបណ្ដាដែលប្រើដោយ ISP ចឹងយើងអាចប្រើជាលក្ខណៈក្រុមហ៊ុនក៏បានជាបុគ្គលក៏បានដែរអត់អីទេវាមក internet technology faster មានកម្លាំងខ្លាំងបាទហើយយើងអាចប្រើប្រភេទuser បានច្រើនចឹង Megatic history ចឹងប្រវត្តិរបស់វាបង្កើតឡើងនៅឆ្នាំ1995ហើយ1997នេះគឺវាបង្កើត software មួយបាទគុណ86ឬក៏យើងហៅថា32 bit ហើយ2022បង្កើត router board 2006 first meeting Megatic user meeting បាទអញ្ចឹងគេបង្កើតevent មុនដំបូងគេនៅឆ្នាំ1900នៅឆ្នាំ2006បាទ sorry ហើយនេះគឺជា website របស់ Megatic អញ្ចឹងបងប្អូនអាចចូលក្នុង megatic.com ទៅឬក៏ routerboard.com បាទមានពីរហ្នឹងបាទហើយនេះគឺជាទីស្នាក់ការរបស់គេហើយនេះគឺជាផែនទីរបស់ Megatic ថាទីតាំងរបស់ Megatic តើវានៅណាបាទឥឡូវយើងចូលដល់ Megatic Router OS អញ្ចឹង Router OS នេះជាអីបាទឥឡូវខ្ញុំកាត់សិនខ្ញុំទៅវីដេអូបន្ទាប់